សួស្តីបងប្អូនតើនរណាខ្លះជា fan របស់ Bruce Lee ឬក៏ខ្មែរយើងហៅគាត់ថា Lee Hsien-loong ហើយថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាផ្នររបស់គាត់ដែលគេបានបញ្ចុះនៅសហរដ្ឋអាមេរិកហើយចង់ដឹងថាហេតុអីបានជាគេបញ្ចុះសោកគាត់នៅសហរដ្ឋអាមេរិកមិនបញ្ចុះសោកគាត់នៅទីក្រុងហុងកុងតោះមកតាមដានទស្សនាទាំងអស់គ្នាទោះបីជាគាត់កើតនៅហុងកុងមែនប៉ុន្តែអាមេរិកដូចជាផ្ទះទីពីររបស់គាត់អញ្ចឹងដោយលោកបានចំណាយពេលពេញមួយជីវិតយុវវ័យរបស់គាត់នៅទីក្រុងស៊ីយ៉ារ៉ូលោកបានចូលរៀននៅសាលាសាកលវិទ្យាល័យ Washington និងចាប់ផ្ដើមជាគ្រូបង្រៀនក្បាច់គុនដំបូងនៅទីនោះផងដែរហើយប្រពន្ធរបស់គាត់គឺមានដើមកំណើតនៅក្នុងទីក្រុងស៊ីយ៉ារ៉ូទោះបីជាគាត់នៅហុងកុងប៉ុន្តែនៅតែមានទំនាក់ទំនងជិតស្និទ្ធនៅសហរដ្ឋអាមេរិកមុនការស្លាប់របស់គាត់មានគម្រោងថានឹងត្រឡប់ទៅជួបជុំគ្រួសាររបស់គាត់នៅសហរដ្ឋអាមេរិកវិញបន្ទាប់ពីការថតគុននៅក្នុងទីក្រុងហុងកុងរបស់គាត់ត្រូវបានបញ្ចប់ម្យ៉ាងវិញទៀតសម្រាប់ការបញ្ចុះសពលោកនៅសហរដ្ឋអាមេរិកគឺងាយស្រួលសម្រាប់គ្រួសារនិងមិត្តភ័ក្តិរបស់គាត់ទៅលេងផ្នររបស់គាត់ហេតុដូចនេះហើយបន្ទាប់ពីការស្លាប់របស់គាត់លោកស្រី Linda Lee ដែលជាប្រពន្ធរបស់គាត់បានបញ្ជូនសាកសពរបស់គាត់ពីទីក្រុងហុងកុងមកកាន់ទីក្រុងស៊ីយ៉ារ៉ូនិងលោកស្រីបានសម្រេចចិត្តបញ្ចុះសពលោកនៅក្នុង Lakeview Cemetery ជាមួយនឹងកូនប្រុសរបស់លោកមានឈ្មោះថា Brandon Lee លោក Bruce Lee ត្រូវបានស្លាប់នៅក្នុងឆ្នាំ1973នៅក្នុងអាយុ32ឆ្នាំហើយត្រូវបានគេរាយការណ៍ថាគាត់ស្លាប់បណ្ដាលមកពីប្រតិកម្មអាឡែស៊ីនិងថ្នាំបំបាត់ការឈឺក្បាលដូចដែលបងប្អូនបានឃើញផ្កានៅមុខភ្នូររបស់គាត់អញ្ចឹងគឺមាន fan ជារៀងរាល់ថ្ងៃមកគ្រប់វិញ្ញាណក្ខន្ធរបស់ពួកគាត់វីដេអូមានតែប៉ុណ្ណេះទេអរគុណបងប្អូនសម្រាប់ការទស្សនា